ប្រទេសហ្វីលីពីនជាប្រទេសប្រជុំកោះដ៏ធំមួយហ៊ុំព័ទ្ធដោយសមុទ្រមានទេសភាពស្រស់ស្អាតមានប្រជាជនច្រើនមានកំណើនសេដ្ឋកិច្ចលឿនរហ័សធ្លាប់ជាប្រទេសមានជាងគេនៅអាស៊ីជាប្រទេសស្រដៀងប្រទេសនៅអឺរ៉ុបហ្វីលីពីនជាប្រទេសនាំចេញដូងច្រើនមានស្រីស្អាតជាប់ជាបវរកញ្ញាកម្រិតអន្តរជាតិច្រើននិងរឿងគួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតតើបងប្អូនបានដឹងអ្វីខ្លះពីប្រទេសហ្វីលីពីនទាំងនេះជារឿងទាំង40យ៉ាងអំពីប្រទេសហ្វីលីពីន1ហ្វីលីពីនមានកោះចំនួន7641កោះជាប្រទេសប្រជុំកោះយ៉ាងច្រើនមួយគួរចាប់អារម្មណ៍ជាង5000កោះក្នុងចំណោមកោះទាំងនោះនៅតែមិនទាន់មានឈ្មោះក្នុងផែនទីអន្តរជាតិនៅឡើយទេ2មានប្រជាជនជាង114លាននាក់ហើយមានភាសាចំនួន175ភាសាដែលជនជាតិហ្វីលីពីនប្រាស្រ័យទាក់ទងគ្នាក្នុងនោះភាសាសំខាន់ជាងគេគឺភាសាហ្វីលីពីណូនិងភាសាអង់គ្លេសក្រៅពីនោះភាសាសេប៊ូអាណូនិងភាសាអ៊ីឡូកាណូក៏មានអ្នកនិយាយច្រើនដែរនៅតាមតំបន់នៃប្រទេសដ៏ស្រស់ស្អាតមួយនេះភាគច្រើនជនជាតិហ្វីលីពីនចេះនិយាយភាសាអង់គ្លេសទោះបីជាអ្នកបានសិក្សាតិចក្តីអ្នកចេះភាសាអង់គ្លេសទៅលេងហ្វីលីពីនគឺមានភាពងាយស្រួលណាស់ដោយសារប្រទេសនេះជាប្រទេសទី5ដែលនិយាយភាសាអង់គ្លេសច្រើនបន្ទាប់ពីអាមេរិកឥណ្ឌាប៉ាគីស្ថាននិងចក្រភពអង់គ្លេស3ជាប្រទេសដែលមានអ្នកជំនាញគិលានុបដ្ឋាកច្រើនបំផុតលើពិភពលោកគិលានុបដ្ឋាកជាការងារថែទាំអ្នកជំងឺតាមបច្ចេកទេសវេជ្ជសាស្ត្រមួយហ្វីលីពីនមានអ្នកជំនាញនេះជាង11លាននាក់ដែលបម្រើការងារទូទាំងពិភពលោកជាពិសេសនៅសហរដ្ឋអាមេរិកមានគិលានុបដ្ឋាក 25% ជាជនជាតិហ្វីលីពីនក្រៅពីនេះហ្វីលីពីនក៏សម្បូរវិស្វករគ្រូបង្រៀនចុងភៅនិងការងារជំនាញផ្សេងទៀតធ្វើការនៅក្រៅប្រទេសផងដែរ4ជនជាតិហ្វីលីពីនជាអ្នកពូកែច្រៀងបំផុតតែពីរោះមិនបាច់ប្រកាន់នោះទេខារ៉ាអូខេជាសកម្មភាពពេញនិយមបំផុតនៅហ្វីលីពីនគេឃើញមានឧបករណ៍សម្រាប់ច្រៀងខារ៉ាអូខេសឹងគ្រប់ផ្ទះទោះបីជានៅជនបទដាច់ស្រយាលយ៉ាងណាក៏ដោយអ្វីត្បិតតែម៉ាស៊ីនខារ៉ាអូខេដំបូងត្រូវបានបង្កើតឡើងដោយតន្ត្រីករជនជាតិជប៉ុនក៏ដោយប៉ុន្តែកាលពីឆ្នាំ1975អ្នកទទួលបានប្រកាសនីយបត្រកម្មគឺលោក Roberto del Rosario ដែលជាជនជាតិហ្វីលីពីនចាប់តាំងពីពេលនោះមកប្រពៃណីច្រៀងខារ៉ាអូខេនេះបានក្លាយទៅជាផ្នែកសំខាន់មួយនៃជីវិតរស់នៅរបស់ជនជាតិហ្វីលីពីន5កីឡាដែលពេញនិយមបំផុតនៅហ្វីលីពីនគឺកីឡាប្រដាល់ជនជាតិហ្វីលីពីនចូលចិត្តមើលកីឡាប្រដាល់ខ្លាំងណាស់អ្នកប្រដាល់ជើងខ្លាំងម៉ានីប៉ាកេអាវគឺជាជនជាតិហ្វីលីពីនឲ្យតែម៉ានីប៉ាកេអាវឡើងសង្វៀនម្ដងប្រជាជនហ្វីលីពីនតែងតែចាំមើលភ្លុកទឹកភ្លុកដីជាមិនខាន6សត្វតំណាងជាតិហ្វីលីពីនគឺសត្វដែលជនជាតិហ្វីលីពីនហៅថាឥន្ទ្រីស៊ីស្វាឥន្ទ្រីប្រភេទនេះវាអាចត្រដាងស្លាបបានប្រវែង2ម៉ែត្រហើយអាចមានទម្ងន់ដល់ទៅ8គីឡូក្រាមឥន្ទ្រីហ្វីលីពីនជាបក្សីមួយប្រភេទក្នុងចំណោមបក្សីស៊ីសាច់ធំវាជានិមិត្តរូបនៃកម្លាំងខ្លាំងក្លានិងអំណាច7សាសនាដែលមានអ្នកកាន់ច្រើនបំផុតគឺសាសនាគ្រីស្ទនៅអាស៊ីអាគ្នេយ៍យើងប្រទេសភាគច្រើនកាន់សាសនាព្រះពុទ្ធនិងអ៊ីស្លាមតែហ្វីលីពីនភាគច្រើនគេកាន់សាសនាគ្រីស្ទដោយសារប្រទេសនេះទទួលឥទ្ធិពលពីប្រទេសអេស្ប៉ាញដូច្នេះមិនចម្លែកនោះទេដែលនៅហ្វីលីពីនមានអ្នកកាន់សាសនាគ្រីស្ទនិកាយរ៉ូម៉ាំងកាតូលិកជាង 90%8ទង់ជាតិហ្វីលីពីនជាទង់ជាតិតែមួយគត់លើពិភពលោកដែលអាចប្រើត្រឡប់លើក្រោមបានតាមស្ថានភាពប្រទេសទង់ជាតិគេមានឆ្នូតក្រហមនិងឆ្នូតខៀវក្នុងពេលប្រទេសមានសន្តិភាពគេដាក់ឆ្នូតខៀវនៅខាងលើហើយក្នុងករណីមានសង្គ្រាមរាំងជលគេដាក់ពណ៌ក្រហមទៅខាងលើវិញ9ជាប្រទេសដាំដុះនិងប្រមូលផលផ្លែដូងច្រើនទី2លើពិភពលោកបន្ទាប់ពីឥណ្ឌូនេស៊ីមកគឺហ្វីលីពីនដែលប្រមូលផលដូងបានច្រើនជាងប្រទេសណាទាំងអស់យោងតាមទិន្នន័យឆ្នាំ2024ហ្វីលីពីនប្រមូលផលដូងបាន14,077,000តោនគ្រាន់តែប្រទេសពីរនេះបូកបញ្ចូលគ្នាកាន់កាប់ផលិតផលដូងពិភពលោក 72% ហើយឥណ្ឌូនេស៊ីនិងហ្វីលីពីនក៏ជាប្រទេសនាំចេញប្រេងដូងធំបំផុតផងដែរ10ឡានស៊ីបនីជាឡានដ៏ពេញនិយមសម្រាប់ការធ្វើដំណើរនៅហ្វីលីពីននៅហ្វីលីពីនមានឡានប្រភេទនេះច្រើនណាស់ដែលគេប្រើជាឡានឈ្នួលដែលបង្ហាញពីវប្បធម៌និងប្រវត្តិសាស្ត្រហ្វីលីពីនគេចំហកាប៊ីនខាងមុខឡាននេះអាចជិះគ្នាបាន10ទៅ20នាក់ឡានស៊ីបទាំងនេះជាឡានដែលអាមេរិកបន្សល់ទុកក្នុងប្រទេសនេះកាលពីអាមេរិកដាក់អាណានិគមលើប្រទេសហ្វីលីពីន11នៅហ្វីលីពីនមានទន្លេក្រោមដីដ៏ធំភ្ញៀវទេសចរជាច្រើនទៅលេងហ្វីលីពីនក៏ព្រោះតែចង់មើលនិងសិក្សាពីធានាទឹកដ៏ធំនេះទន្លេក្រោមដីនេះមានប្រវែងជាង8គីឡូម៉ែត្រទីតាំងនៅឧទ្យានជាតិ Puerto Princesa Subterranean River 12គេរកឃើញគុជខ្យងធំបំផុតនៅហ្វីលីពីននៅឆ្នាំ1934ដោយអ្នកនេសាទម្នាក់នៅតំបន់ប៉ាឡាវ៉ាន់ពេលរកឃើញគាត់មិនបានដឹងថាវាមានតម្លៃថ្លៃអ្វីនោះទេគាត់ចាត់ទុកវាជាវត្ថុនាំសំណាងគុជខ្យងឡៅជឺមានអង្កត់ផ្ចិតជិត1 តឹកកន្លះមានទម្ងន់ជាង34គីឡូក្រាមគុជមួយនេះមានតម្លៃដល់ទៅជាង$40 លានឯណោះ13ធ្វើពិធីបុណ្យគ្រីស្មាស់ធំនិងយូរនៅហ្វីលីពីនគេអាចលើកអណ្ដឹងនិងចម្រៀងតាំងពីខែ9ឬខែកញ្ញាមកម្លេះគ្រាន់តែពិធីផ្លូវការគេធ្វើនៅថ្ងៃទី16ខែធ្នូមិនខុសពីកម្ពុជាយើងចូលឆ្នាំខ្មែរមុន1ខែឬកន្លះខែមុនថ្ងៃចូលឆ្នាំផ្លូវការនោះទេ
14 ហ្វីលីពីនជាប្រទេសអាស៊ីដំបូងគេដែលមានអ្នកជាប់ជាប្រធានអង្គការសហប្រជាជាតិលោក Carlos Pena Romulo ជាអ្នកសារព័ត៌មានផ្នែកខាងសង្គ្រាមដែលបានទទួលពានរង្វាន់ Pulitzer Prize កាលពីឆ្នាំ 1942 លោកបានជាប់ជាប្រធានអង្គការសហប្រជាជាតិពីឆ្នាំ 1949 ដល់ឆ្នាំ 1950 15 លោក Ferdinand Marcos ជាប្រធានាធិបតីទី10ពីឆ្នាំ 1965 ដល់ឆ្នាំ 1986 គេស្គាល់ប្រធានាធិបតីនេះថាជាមេដឹកនាំផ្ដាច់ការមួយរូបក្រោយពីជាប់ឆ្នោតជាប្រធានាធិបតីលោកបានប្រកាសច្បាប់អាជ្ញាសឹកពីឆ្នាំ 1972 ដល់ឆ្នាំ 1981 នៅពេលលោកស្លាប់នៅឆ្នាំ 1986 គេមិនបានបញ្ចុះលោកនៅទីតាំងភ្នូរវីរបុរសនោះទេហើយដើម្បីរក្សាសពរបស់លោកគេបានតម្កល់សពនៅក្នុងមឈូសកែវនិងបំពាក់ឧបករណ៍បង្កតែក្រោយមកគេបានយកសពរបស់លោកមកជាបណ្ណដ្ឋានវីរបុរសនៅឆ្នាំ 2016 មានបាតុកម្មប្រឆាំងទៀតផងគេថាលោកមិនមែនជាវីរបុរសទេតែជាជនផ្ដាច់ការមិនគួរបញ្ចុះជាមួយវីរបុរសជាតិទេ 16 ហ្វីលីពីនបានជាប់កំណត់ត្រាឯកតកម្មស្ត្រី 10000 នាក់បំបើកដោះកូនក្នុងពេលរំលាយគ្នាការប្រមូលគ្នាបំបែកកំណត់ត្រាបែបនេះមិនមែនគ្រាន់តែឲ្យមានចំនួនច្រើនលើសគេនោះទេតែគេធ្វើដើម្បីបង្ហាញពីអត្ថប្រយោជន៍និងសារធាតុចិញ្ចឹមដ៏ច្រើនរបស់ទឹកដោះម្ដាយ 17 ជាប្រទេសនាំចេញចេកច្រើនទី2លើពិភពលោកបន្ទាប់ពីប្រទេសអេក្វាទ័រមកគឺប្រទេសហ្វីលីពីនដែលដាំដុះនិងនាំចេញចេកច្រើនជាងប្រទេសនានាយោងតាមទិន្នន័យសេដ្ឋកិច្ចកាលពីឆ្នាំ 2022 ហ្វីលីពីនទទួលបានចំណូលពីការនាំចេញចេកបានជាង $1,097,000 អាមេរិកហ្វីលីពីននាំចេញទាំងចេកស្រស់និងចេកក្រៀមទៅកាន់ទីផ្សារធំៗដូចជាប្រទេសចិនជប៉ុននិងអាមេរិកជាដើម 18 ហ្វីលីពីនជាប្រទេសមួយដែលមានការជួញដូរមនុស្សច្រើនណាស់ជាប្រទេសជួញដូរកុមារធំបំផុតទី4លើពិភពលោកក្នុងនោះកុមារីនិងនារីពេញវ័យប្រមាណជា 375,000 នាក់ត្រូវបានគេជួញដូរផ្លូវភេទពួកគេខ្លះមានអាយុ 12 ទៅ 15 ឆ្នាំហើយមួយចំនួនទៀតអាយុត្រឹមតែ 11 ឆ្នាំប៉ុណ្ណោះ 19 ហ្វីលីពីនជាប្រទេសប្រជុំកោះធំទី2បន្ទាប់ពីឥណ្ឌូនេស៊ីភូមិព័ទ្ធដោយសមុទ្រនៅហ្វីលីពីនសម្បូរក្រុមណាស់មានក្រុមច្រើនប្រភេទហើយក្នុងនោះមានក្រុមយក្ស 8 ប្រភេទមាននៅប្រទេសនេះក្រុមមួយអាចមានទម្ងន់ដល់ទៅ 500 គីឡូក្រាមឯណោះ 20 ប្រទេសហ្វីលីពីនធ្លាប់ស្ថិតក្រោមអាណានិគមអេស្ប៉ាញជាង 333 ឆ្នាំគឺរហូតដល់ឆ្នាំ 1898 ទើបអេស្ប៉ាញប្រគល់ហ្វីលីពីនឲ្យសហរដ្ឋអាមេរិកកាន់កាប់ 48 ឆ្នាំទៀតហេតុដូច្នេះហើយបានជាឈ្មោះប្រទេសនេះមិនមានលក្ខណៈអាស៊ីដោយប្រទេសជិតខាងនានានោះទេហ្វីលីពីនត្រូវបានដាក់ជាឈ្មោះប្រទេសនេះតាមព្រះនាមព្រះចៅអធិរាជហ្វីលីបទី2នៃចក្រភពអេស្ប៉ាញក្រោយពីអាមេរិកត្រួតត្រាប្រទេសនេះបានទទួលឯករាជ្យពេញលេញនៅឆ្នាំ 1946 21 ប្រជាជនហ្វីលីពីនចូលចិត្តទិញអីវ៉ាន់និងចូលចិត្តម៉លនៅហ្វីលីពីនគេឃើញមានម៉លខ្នាតធំបំផុតលំដាប់ពិភពលោកចំនួន 5 មានដូចជា SMC Side City Cebu SM City North SM Mega Mall SM Mall of Asia និង SM City Cebu 22 ប្រធានាធិបតី Rodrigo Duterte ជាប្រធានាធិបតីទី11របស់ហ្វីលីពីនកាន់តំណែងពីឆ្នាំ 2016 ដល់ឆ្នាំ 2022 កាលពីកាន់តំណែងលោកមានអាយុ 71 ឆ្នាំលោកជាប្រធានាធិបតីចាស់បំផុតក្នុងប្រវត្តិសាស្ត្រហ្វីលីពីនក្រោមការដឹកនាំរបស់លោករដ្ឋាភិបាលប្រទេសនេះបានបង្កើតយុទ្ធនាការប្រឆាំងការជួញដូរគ្រឿងញៀននិងប្រតិបត្តិការសង្គ្រាមគ្រឿងញៀនទៀតផងកាលពីឆ្នាំ 2019 របាយការណ៍សមត្ថកិច្ចបានបង្ហាញថាក្នុងសង្គ្រាមគ្រឿងញៀនបានបណ្ដាលឲ្យមនុស្ស 5,100 នាក់បានស្លាប់រីឯស្ថាប័នសិទ្ធិមនុស្សថាមានមនុស្សពី 12,000 នាក់ទៅ 20,000 នាក់បានស្លាប់ 23 ប្រទេសហ្វីលីពីនជាប្រទេសតែមួយគត់ក្រៅពីអាមេរិកដែលគេឃើញមានសត្វដែលភាសាអង់គ្លេសហៅថាស្កាំងរស់នៅសត្វនេះអាចផោមដាក់សត្វជាសត្រូវរបស់វាឲ្យរត់ចេញបានដោយសារតែក្លិនផោមរបស់វាមានជាតិគីមីនិងក្លិនអាក្រក់ឈួលអាចផ្សារភ្នែកបាន 24 ជនជាតិហ្វីលីពីនដាក់ឈ្មោះកូនគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ដូចជា Bing Bong Bambi Honey Boy Girly Bom Bom Joker មានន័យថាអ្នកកំប្លែង Peanut មានន័យថាសម្ដេចដីជាដើម 25 ថ្នាំផ្សះ Erythromycin រកឃើញដោយលោកដុកទ័រ Abelardo Agula ជាជនជាតិហ្វីលីពីននៅឆ្នាំ 1949 ថ្នាំនេះត្រូវបានគេប្រើយ៉ាងទូលំទូលាយទូទាំងពិភពលោកវាជាជម្រើសដ៏ល្អមួយសម្រាប់អ្នកដែលមានបញ្ហាអាឡែហ្ស៊ីជាមួយថ្នាំ Penicillin ថ្នាំនេះបានជួយជីវិតមនុស្សរាប់លាននាក់ 26 យើងនិយាយពីសម្រស់ស្ត្រីហ្វីលីពីនបន្តិចហ្វីលីពីនមានអ្នកជាប់ជាបវរកញ្ញាលំដាប់អន្តរជាតិច្រើនណាស់ដូចជាកម្មវិធីបវរកញ្ញាចក្រវាល Miss Universe 3 នាក់កម្មវិធីប្រកួតបវរកញ្ញាអន្តរជាតិ Miss International 6 នាក់កម្មវិធីបវរកញ្ញាពិភពលោក Miss World ម្នាក់និងជាប់ក្នុងកម្មវិធីបវរកញ្ញាផែនដី Miss Earth 5 នាក់ជាប្រទេសមានអ្នកជាប់បវរកញ្ញាច្រើនទី2បន្ទាប់ពីប្រទេសវេណេស៊ុយអេឡា
27 កាលពីឆ្នាំ 1992 ក្រុមហ៊ុនភេសជ្ជៈ Pepsi បានសម្រេចចិត្តបង្កើនការលក់របស់ខ្លួនដោយបង្កើតជារង្វាន់លើកទឹកចិត្តចំពោះអតិថិជនដោយធ្វើការបោះពុម្ពលេខក្នុងគម្របដបភេសជ្ជៈដ៏ល្បីល្បាញនេះរង្វាន់ធំគឺជាសាច់ប្រាក់1លានពេសូកាលចំនួននោះស្មើនឹងជាង $37,000 រង្វាន់ធំនេះគេនឹងផ្ដល់ជូនអតិថិជនណាដែលគាស់បានគម្របដបមានលេខ349រឿងមិនស្រួលមិនមែនជារឿងប្រាក់ប៉ុន្មាននោះទេមិនស្រួលត្រង់ថាគេមិនបានបោះពុម្ពរង្វាន់ធំលេខ349តែមួយនោះទេដោយខុសបច្ចេកទេសក្រុមហ៊ុននេះបានបោះពុម្ពរង្វាន់ធំដល់ទៅជាង 80,000 គម្របឯណោះ28កំហុសនេះបានធ្វើឲ្យមានអ្នកត្រូវរង្វាន់ធំមកចាំបើករាប់ម៉ឺនអ្នកដោយក្តីរីករាយប៉ុន្តែខាងក្រុមហ៊ុនបានចរានចោលមិនទទួលខុសត្រូវចំពោះកំហុសនេះទេនៅពេលនោះក្តីសង្ឃឹមបានក្លាយទៅជាកំហឹងអតិថិជនទាំងនោះបានបង្កជាអំពើហិង្សាវាយកំទេចទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនហើយបណ្ដាលឲ្យមានអ្នកស្លាប់ទៀតផងទីបំផុតក្រុមហ៊ុន Pepsi បានយល់ព្រមសងសំណងជាង200លានពេសូនៅក្នុងករណីនេះ29ប្រទេសកោះមួយនេះក៏មានភ្នំភ្លើងសកម្មមួយចំនួនដែរកាលពីឆ្នាំ 1991 ភ្នំភ្លើងឈ្មោះ Pinatubo នៅលើកោះ Luzon បានផ្ទុះឡើងក្អែមអាម៉ាចេញមកក្រៅជាង 10,000 លានតោនក្នុងបរិយាកាសមានស៊ុលហ្វាឌីអុកស៊ីតជាង 20 លានតោនធ្វើឲ្យពិភពលោកទាំងមូលពោពេញដោយផ្សែងពុលអស់រាប់ខែពេលនោះពិភពលោកទាំងមូលក៏បានចុះត្រជាក់ផងដែរ30ហ្វីលីពីនតែងតែជួបលើករៀងរាល់10ឆ្នាំម្ដងនិងកម្រិតធំមែនទែនម្ដងក្នុងរយៈពេល10ឆ្នាំ31ជនជាតិហ្វីលីពីនផ្ដោតលើកម្មវិធីបុណ្យសាសនាខ្លាំងណាស់វប្បធម៌សាសនាគ្រីស្ទរ៉ូម៉ាំងកាតូលិកបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមនេះមានកម្មវិធីខ្លះបង្ហាញពីដំណើររឿងតាក់ទងទៅនឹងការតស៊ូលះបង់របស់ព្រះយេស៊ូវដើម្បីសត្វលោកទៀតផង32សាកលវិទ្យាល័យចំណាស់បំផុតនៅអាស៊ីអាគ្នេយ៍មាននៅរដ្ឋធានីម៉ានីឡាប្រទេសហ្វីលីពីនសាកលវិទ្យាល័យ Santo Tomas បង្កើតឡើងតាំងពីឆ្នាំ 1611 មកម្ល៉េះជាសាកលវិទ្យាល័យយ៉ាងធំមួយនិងមាននិស្សិតរៀនច្រើនណាស់នៅសាកលវិទ្យាល័យនេះ33កាលពីអតីតកាលហ្វីលីពីនជាប្រទេសមានជាងគេបំផុតមួយនៅអាស៊ីដែលក្រោយតែជប៉ុនមួយប៉ុណ្ណោះចំណុចចាប់ផ្ដើមគឺចេញពីលោកប្រធានាធិបតីទី8 Carlos P. Garcia បានរៀបចំគោលនយោបាយលើកកម្ពស់ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកនិងសម្ភារៈប្រើប្រាស់លោកបានបង្កើតកិច្ចព្រមព្រៀងឲ្យមានការប្រកួតប្រជែងក្នុងស្រុកនិងឈានជើងចូលពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេល17ឆ្នាំនៅឆ្នាំ 1920 ឆ្នាំ 1930 ប្រាក់ឈ្នួលនៅហ្វីលីពីនច្រើនជាងជប៉ុនទៅទៀតពីឆ្នាំ 1965 ដល់ 1973 ជាយុគមាសនៃសេដ្ឋកិច្ចហ្វីលីពីនក្រោយមកនយោបាយប្រទេសនេះបានរង្គោះរង្គើធ្វើឲ្យសេដ្ឋកិច្ចនៅជាប់ទ្រឹងដែរ34សេដ្ឋកិច្ចប្រទេសនេះបានកើនឡើងវិញហើយមកដល់ឆ្នាំ2010នៅចំនួនលោកប្រធានាធិបតី Benigno Aquino សេដ្ឋកិច្ចបានកើនឡើងចំនួន 7.3% ឆ្នាំ2012 6.9% ឆ្នាំ2013 6.8% គឺជាកំណើនដ៏ខ្ពស់មួយមកដល់ចំនួនលោក Duterte ចាប់ពីឆ្នាំ2016សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះមកត្រឹមកំណើន 6% ប៉ុណ្ណោះមិនអាចរក្សាបាន 7% ក្នុងមួយឆ្នាំដោយអតីតប្រធានាធិបតីបានទេតែមូលហេតុដោយសារតែនៅពេលនោះនៅអាមេរិកដឹកនាំដោយលោកDonald Trump ដែលធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនដែលបានជះឥទ្ធិពលដល់សេដ្ឋកិច្ចសកលតែម្ដង35សង្គ្រាមពាណិជ្ជកម្មបានធ្វើឲ្យសេដ្ឋកិច្ចចិនដើរយឺតដែលធ្វើឲ្យប៉ះពាល់ដល់ហ្វីលីពីនដែរដោយសារតែចិនជាដៃគូពាណិជ្ជកម្មធំបំផុតនៅហ្វីលីពីនមកដល់ឆ្នាំ2020សេដ្ឋកិច្ចហ្វីលីពីនបានធ្លាក់ចុះដក 9.5% ដោយសារវិបត្តិជំងឺ Covid តែចាប់ពីឆ្នាំ2021សេដ្ឋកិច្ចបានកើនឡើង 5.7% ហើយនៅឆ្នាំ2022ដល់អាណត្តិប្រធានាធិបតីថ្មីលោកBongbong Marcosកើន 7.6% មកដល់ឆ្នាំ2023សេដ្ឋកិច្ចកើនបាន 5.3%36ប្រទេសហ្វីលីពីនជាប្រទេសនាំចេញផលិតផលអេឡិចត្រូនិក Semiconductor សៀគ្វីអគ្គិសនីដែលយើងប្រើប្រាស់រាល់ថ្ងៃហ្វីលីពីនក៏នាំចេញម៉ាស៊ីនរថយន្តយន្តហោះកប៉ាល់និងផលិតផលកសិកម្មជាពិសេសគឺដូងតែម្ដងដែលគេបាននាំចេញទៅចិនជប៉ុនឥណ្ឌាអាមេរិកដែលសុទ្ធតែជាប្រទេសធំៗមានប្រជាជនច្រើនលំដាប់ទី1ទី2ទី3ហើយហ្វីលីពីននៅចំកណ្ដាលទីតាំងនៃប្រទេសទាំងនេះក្រៅពីនេះហ្វីលីពីនក៏ពឹងផ្អែកលើវិស័យសេវាកម្មខ្លាំងផងដែរហ្វីលីពីនជាប្រទេសដែលមានយុវជនច្រើនមានការអប់រំខ្ពស់និយាយភាសាអង់គ្លេសបានល្អមានទំនាក់ទំនងល្អនិងរឹងមាំខ្លាំងជាមួយអាមេរិកដែលបានតាក់ទាញក្រុមហ៊ុនអាមេរិកមកបោះទុនរកស៊ីនៅហ្វីលីពីនក៏មានទំនាក់ទំនងល្អជាមួយជប៉ុននិងចិនដែលជាប្រទេសសេដ្ឋកិច្ចធំនាំឲ្យក្រុមហ៊ុនលំដាប់របស់ប្រទេសទាំងនេះទៅរកស៊ីនៅហ្វីលីពីនផងដែរដោយសារតែកំណើនសេដ្ឋកិច្ចឆាប់រហ័សបែបនេះអ្នកសេដ្ឋកិច្ចខ្លះបានសួរថាតើហ្វីលីពីនអាចក្លាយជាកូរ៉េខាងត្បូងទី2ឬយ៉ាងណាទៀតផង37ក្នុងចំណោមប្រទេស145កងទ័ពហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ34មានពិន្ទុ 0.4691 ហ្វីលីពីនមានកងទ័ពសកម្ម 150,000 នាក់និងកងទ័ពបម្រុង 1,40,000 នាក់ហើយប្រទេសនេះបានអនុម័តថវិកាយោធាចំនួន $5,100 លាន
38អង្គការ UNESCO បានចុះវាលស្រែថ្នាក់នៅហ្វីលីពីនចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយសារតែវាលស្រែទាំងនេះមានវត្តមានជាង 2000 ឆ្នាំមកហើយវាជាទីតាំងដ៏ទាក់ទាញមួយនៅហ្វីលីពីន 39នៅឆ្នេរសមុទ្រប៉ាណាក់សាម៉ាគេឃើញមានការផ្លាស់ទីរបស់ត្រីសាឌៀនកោះសេប៊ូរាប់លានក្បាលភ្ញៀវទេសចរអាចចុះហែលទឹកលេងជាមួយវង់ត្រីដ៏ច្រើនសម្បើមនេះបាន 40ហ្វីលីពីនជាប្រទេសមួយសម្បូរសត្វព្រៃណាស់មានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅក្នុងព្រៃប្រទេសនេះក្នុងនោះក៏មានពស់ធំបំផុតនិងវែងបំផុតលើលោកផងដែរពស់ថ្លាន់នៅហ្វីលីពីនមានទម្ងន់ជាង 75 គីឡូក្រាមនិងមានប្រវែងជាង 7 ម៉ែត្រតើបងប្អូនបានដឹងអ្វីខ្លះទៀតពីប្រទេសហ្វីលីពីនសូមខមមិនឲ្យយើងខ្ញុំបានដឹងផងសូមអរគុណ